នេះគឺជាប្រភេទផ្សិតដែលនៅក្នុងទ្វារមាសរបស់បងស្រីដែលបានគាត់មកពិនិត្យមើលគឺຕົកច្រើនមែនតើបងប្អូនឡើងកកក់កុញដូចម្សៅចឹងហើយមានសភាពរមាស់កាហាយផ្សាហើមសាច់នៅទ្វារខាងមុខកាហាយក្តៅពិបាកក្នុងការគេងមែនតើអញ្ចឹងកាលណាបងប្អូនធម្មតាវាចេញឲ្យហេតុឲ្យយើងដឹងរៀងសើមនៅទ្វារមាសហើយនឹងលមាស់ពេលដែលយើងត្រូវទឹកឬក៏ពេលងូតទឹកពេលល្ងាចឬក៏ពេលដែលយើងបែកញើសនៅទ្វាររបស់យើងហ្នឹងវារៀងមានសភាពសើមវាលាយកតិចនឹងធ្លាក់មកជាប់លីអូតិចអញ្ចឹងបើសិនជាក្នុងសភាពបែបហ្នឹងបងប្អូនប្រញាប់ចាក្នុងការព្យាបាលហើយតាក់ទងជាមួយនឹងការព្យាបាលក៏យើងមានថ្នាំផ្ញើជូនបងប្អូនពីចម្ងាយដែរដូចគ្នាអញ្ចឹងបងប្អូនកុំបារម្ភបើសិនមានសភាពនេះតិចបងប្អូនអាចធ្វើការទំនាក់ទំនងមកចោះចាអរគុណច្រើនបងប្អូន